ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់វីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបបង្កើតក្រុមដល់ខ្លួនឯងហើយក៏អាចហៅ member friend ដែលយើងចង់ connect ជាមួយឆាតជុំគ្នានៅពេលចង់លេងជុំគ្នាក៏បានបងប្អូនធ្វើតាមខ្ញុំបងប្អូនចូលកន្លែង tray 3អធិស្ឋានកន្លែង big នេះបងប្អូនចុចកន្លែង big ហ្នឹងមកបន្តមកទៀតឃើញពាក្យថា new group ខាងលើនេះបងប្អូនចុចវាមកបន្តមកទៀតដល់កន្លែងនេះគឺបងប្អូនអាចរើសអ្នកណាម្នាក់នៅក្នុង contact របស់យើងឬក៏អត់មានទេបងប្អូនអាច add ជា contact របស់យើងហ្នឹង add ឈ្មោះឲ្យហើយទៅបន្តមកទៀតគឺវា load មកឡើងហ្នឹងហើយខ្ញុំសូមឧទាហរណ៍ថាម្នាក់នេះ3 4នាក់ហ្នឹងមកបន្តមកទៀតគឺចុចទៅមុខនេះហើយសូមបញ្ជាក់ថាកន្លែងនេះគឺជា member ដែលយើង add ចូលនៅក្នុង group អញ្ចឹងហើយបងប្អូនរើសតាមចិត្តដែលបងប្អូនចង់រើសកុំឲ្យរើសច្រឡំហើយអ្នកផ្សេងចូលដែលយើងអត់ស្គាល់ផងបាទបន្តទៀតចុចសញ្ញាព្រួយអូខេហើយមកដល់កន្លែងនេះគឺគេតម្រូវឲ្យយើងដាក់ឈ្មោះឧទាហរណ៍ថាក្រុមនឹងឈ្មោះអីគឺយើងដាក់នឹងទៅបាទនិយាយលេងហ្នឹងដាក់និយាយលេងខ្ញុំសូមឧទាហរណ៍ទេបងប្អូនចង់ដាក់ទៅបាទអូខេបន្តទៀតបងប្អូនចុច create ហើយនេះគឺ member 4នាក់ហើយ auto delete message នេះគឺមិនបើកវាទេបើសិនជាបងប្អូនបើកគឺmessage ដែលឆាតនៅក្នុងgroup ទាំងអស់គឺវាអាចនឹង delete ចោលនៅពេលណាមួយនៅពេលចំនួនកំណត់របស់វាត្រូវ delete អញ្ចឹងបងប្អូនកុំលុបបន្តទៀតបងប្អូនចុច create នេះមកអូខេហើយតែប៉ុណ្ណឹងទៅគឺក្រុមយើងបង្កើតបានជោគជ័យអ្នកនៅក្នុងក្រុមមួយហ្នឹងនឹងឆាតមួយយើងឬក៏យើងប្រាប់គេទៅថាយើងបាន add ចូលក្រុមហើយបងប្អូនអាចឆាតលេងជាមួយគ្នាបានហើយបាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ